ថ្ងៃនេះយើងនឹងរៀនចាញ់អំពីគំរូពីសប្តាហ៍តពីសប្តាហ៍មុនដែល David គាត់បង្រៀនពីគំរូរបស់ David អញ្ចឹងថ្ងៃនេះខ្ញុំនឹងតពីនឹងបន្តិចប៉ុន្តែក្នុងគម្ពីរទំនុកដំកើងជំពូក116ហើយយើងនឹងមើលពីខទី1ដល់ខទី6បើសិនបងប្អូននេះទេយើងអាចស្ដាប់បានអង្គុយស្ដាប់ទៅហើយអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងនឹងចូលទៅកាន់មេរៀនរបស់យើងប៉ុន្តែមុនចូលទៅមេរៀនសំណួរមួយចង់សួរថាតើមានបងប្អូនណាដែលហ៊ានក្នុងការអធិដ្ឋានទៅកាន់ព្រះដោយខ្លួនឯងមានអ្នកហ៊ានហើយនៅក្នុងការអធិដ្ឋានទៅកាន់ព្រះមានមួយណាអញ្ចឹងល្អពេលដែលយើងព្យាយាមនៅក្នុងការអធិដ្ឋានទៅកាន់ព្រះអង្គយើងនឹងទទួលបាននៅការដែលលើកទឹកចិត្តហើយនឹងការដែលកំសាន្តចិត្តអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកអំពីគំរូរបស់ដាវីតនៅពេលដែលគាត់ច្បាំងឈ្នះកូលីយ៉ាតកាលពីសប្តាហ៍មុនដែលបន្ទាប់ពីគាត់ច្បាំងឈ្នះកូលីយ៉ាតហើយគាត់ត្រូវបានទទួលនៅការបៀតបៀនអំពីស្ដេចសូលអញ្ចឹងខ្ញុំនឹងបន្តមើលនៅក្នុងទំនុកដំកើងនេះឯងអញ្ចឹងខ្ញុំសូមអានជូនចំនួន2ខខ1និងខ2ខ្ញុំស្រឡាញ់ព្រះយេហូវ៉ាត្បិតទ្រង់តែងស្ដាប់សំឡេងខ្ញុំនិងពាក្យដែលខ្ញុំទូលអង្វរហេតុព្រោះទ្រង់បានផ្ទៀងព្រះការមកស្ដាប់ខ្ញុំបានជាខ្ញុំនឹងអំពាវនាវដល់ទ្រង់អស់មួយជីវិតអញ្ចឹងដាវីតគាត់ជាអ្នកខ្វៀលឈាមហើយគាត់បានយកឈ្នះកូលីយ៉ាតដែលជាទាហានធំអញ្ចឹងពេលនេះគាត់កំពុងតែរត់គេចអំពីស្ដេចសូលដែលកំពុងតែតាមធ្វើបាបនិងតាមសម្លាប់គាត់ដាវីតគាត់ទូលទៅកាន់ព្រះអង្គថាពេលដែលគាត់ពិបាកចិត្តពេលដែលគាត់មានបញ្ហាគាត់ដឹងថាគាត់ត្រូវអធិដ្ឋានទៅកាន់ព្រះអង្គគាត់ទូលអំពាវនាវសុំជំនួយពីព្រះអង្គហើយព្រះអង្គតែងតែផ្ទៀងប្រកាសស្ដាប់នៅពាក្យដែលគាត់អំពាវនាវអញ្ចឹងដូចខ្ញុំតែងតែលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាទោះបីយើងមានគ្នាតិចក៏ដោយប៉ុន្តែយើងនៅតែបន្តរៀនហើយយើងនៅតែបន្តដឹងថាយើងមានជំនួយមួយដ៏ធំនោះគឺជាព្រះអញ្ចឹងនៅពេលដែលយើងមានបញ្ហានៅក្នុងជីវិតយើងអធិដ្ឋានទៅកាន់ព្រះអង្គសម្រាប់ខ្ញុំតាំងពីខ្ញុំកើតមកមកដល់ពេលនេះបញ្ហាជីវិតវាមានច្រើនមែនទែនតស៊ូក៏ច្រើនណាស់ដែរហើយមានពេលខ្លះក៏បាក់ទឹកចិត្តពេលខ្លះក៏ដួលចុះដោយសារបញ្ហាផ្សេងប៉ុន្តែអរគុណព្រះអង្គតែព្រះអង្គជ្រើសរើសខ្ញុំឲ្យបានជឿព្រះអង្គហើយឲ្យបានមានន័យថាផ្លាស់ប្រែជីវិតជាថ្មីឲ្យខ្ញុំមានសេចក្តីសង្ឃឹមឡើងអញ្ចឹងនេះក៏ជាការដែលខ្ញុំចង់លើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាដែរថាទោះបីបងប្អូននៅក្មេងយើងទៅតែរៀនយើងទៅតែស្វែងយល់អំពីព្រះបន្ទូលរបស់ព្រះអង្គប៉ុន្តែបើយើងយកចិត្តទុកដាក់នៅក្នុងការរៀននៅក្នុងការស្វែងយល់ជំនួសយើងនឹងបានយល់ហើយសំខាន់បំផុតព្រះអង្គផ្ទៀងប្រកាសស្ដាប់ពីអធិដ្ឋានរបស់យើងមិនថាខ្លីវែងអីនោះទេអញ្ចឹងបានជាចង់លើកទឹកចិត្តថាពេលដែលមានបញ្ហាពេលដែលយើងមានទុក្ខលំបាកពេលដែលយើងអស់សង្ឃឹមចូលអធិដ្ឋានទៅកាន់ព្រះអង្គមិនថាយើងចេះប្រមាណម៉ាត់ក៏ដោយទូលទៅកាន់ព្រះអង្គឲ្យថ្វាយក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទនោះយើងនឹងបានធូរចិត្តហើយព្រះអង្គនឹងរៀបចំផែនការសម្រាប់ដោះស្រាយនៅក្នុងជីវិតរបស់យើងដាវីតគាត់ថាម៉េចគាត់ទូលទៅកាន់ព្រះអង្គពេញមួយជីវិតអញ្ចឹងជីវិតយើងដូចគ្នាមួយជីវិតយើងដរាបណាយើងរស់នៅលើផែនដីនេះបញ្ហានឹងតាមយើងបញ្ហានឹងធ្វើឲ្យយើងធ្លាក់ចុះប៉ុន្តែយើងត្រូវតែបន្តក្នុងការដឹងថាព្រះអង្គជួយយើងពេញមួយជីវិតព្រះអង្គមិនដែលបោះបង់ចោលយើងនោះទេយើងត្រូវរៀនអំពីគំរូនេះដែលដាវីតគាត់ទុកចិត្តព្រះអង្គពេញមួយជីវិតរបស់គាត់ទោះបីគាត់មានបញ្ហាអីក៏ដោយអញ្ចឹងសូមឲ្យយើងបន្តទៅកាន់ខ3ខ4ជាពាក្យដែលគាត់ប្រៀបធៀបខ្ញុំសូមអានជូនចំណងនៃសេចក្តីស្លាប់បានហុំព័ទ្ធខ្ញុំហើយសេចក្តីឈឺចាប់នៃឋានឃុំព្រលឹងមនុស្សស្លាប់បានចាប់ខ្ញុំក៏កើតមានទុក្ខវេទនានោះខ្ញុំបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាថាអោព្រះយេហូវ៉ាអើយទូលបង្គំសូមអង្វរដល់ទ្រង់សូមប្រោសព្រលឹងទូលបង្គំឲ្យរួចផងអញ្ចឹងគាត់ថា
នៅពេលដែលគាត់មានទុក្ខវេទនារហូតដល់ឆិតនឹងសេចក្តីស្លាប់ព្រោះថាស្ដេចសូលតាមសម្លាប់គាត់ហើយគាត់ត្រូវរត់ទៅពួនក្នុងលអាងភ្នំអញ្ចឹងនៅពេលដែលគាត់រត់ទៅដល់លអាងភ្នំនោះឯងតែហ៊ានស្ដេចសូលបានទៅតាមទាន់នៅលអាងភ្នំហ្នឹងហើយបានឡោមព័ទ្ធលអាងនោះចិត្តអញ្ចឹងគាត់នៅក្នុងរូងភ្នំតែម្នាក់ឯងហើយគាត់ដឹងថាសេចក្តីស្លាប់ខិតមកចិត្តដល់គាត់ហើយបើសិនជាគេទម្លុះលអាងនឹងចូលមកគាត់នឹងត្រូវស្លាប់ហើយគាត់បារម្ភមែនតើគាត់អំពាវនាវដល់ព្រះយេហូវ៉ាឲ្យព្រះអង្គឲ្យសូមប្រោះទូលបង្គំឲ្យរួចអញ្ចឹងជីវិតយើងដូចគ្នាពេលខ្លះបញ្ហាជាច្រើនធ្វើឲ្យយើងអស់សង្ឃឹមធ្វើឲ្យយើងអត់ដឹងថាយើងត្រូវបន្តជីវិតដោយយ៉ាងម៉េចនោះទេធ្វើឲ្យយើងមិនដឹងថាតើបន្តកិច្ចការងាររបស់យើងដែលកំពុងតែធ្វើរាល់ថ្ងៃនេះតើយើងត្រូវបន្តយ៉ាងម៉េចតើយើងត្រូវធ្វើយ៉ាងម៉េចសម្រាប់ជីវិតរបស់ខ្លួនឯងប៉ុន្តែសូមមើលគំរូនេះនៅពេលដែលគាត់បារម្ភគាត់ទូលទៅកាន់ព្រះអង្គសូមព្រះអង្គអំពាវនាវលន់តួទៅកាន់ព្រះអង្គឲ្យព្រះអង្គបានជួយរំដោះគាត់ឲ្យរួចយើងទាំងអស់គ្នាដូចគ្នាមិនថាការជីវិតដែលយើងរស់នៅគ្រួសារយើងមានបញ្ហាឪពុកម្ដាយយើងមានជំងឺឬក៏ឪពុកម្ដាយយើងត្រូវការជំនួយសូមចាំថាយើងមានព្រះមួយដ៏ធំដែលព្រះអង្គបង្កើតផ្ទៃមេឃផែនដីហើយទ្រង់ជាព្រះលើអ្វីៗទាំងអស់ទ្រង់ជាព្រះលើពួកទេវតាសូម្បីតែទេវតាក៏ជាអ្នកបម្រើរបស់ផងព្រះអង្គដែរអញ្ចឹងយើងជឿព្រះនៃម្ចាស់ឋានសួគ៌យើងដឹងថាព្រះអង្គធំជាងអ្វីៗទាំងអស់អញ្ចឹងនៅពេលដែលយើងថប់បារម្ភយើងទូលទៅកាន់ព្រះអង្គយើងសរសើរដំកើងព្រះអង្គនៅពេលដែលព្រះអង្គដោះយើងឲ្យរួចថាព្រះយើងគ្មានអ្វីប្រៀបទៅបាននោះទេព្រះអង្គទ្រង់ជាព្រះដែរមាននៅសេចក្តីមេត្តាករុណាព្រះអង្គជាព្រះដែលចាំជួយយើងគ្រប់ពេលវេលាមិនថាបញ្ហាយ៉ាងណាក៏ដោយខ្ញុំសូមស្រាយរឿងនេះបន្តិចដើម្បីឲ្យយើងឲ្យបងប្អូនបានយល់ថានៅពេលដែលដាវីតគាត់ជាប់នៅក្នុងលអាងនោះហើយពេលដែលគាត់អធិដ្ឋានហើយស្រាប់តែពេលមួយស្ដេចសូលគាត់បានដើរចេញអំពីពួកទាហាននោះឯងហើយគាត់កាន់ដាវមួយទៅហើយគាត់ទៅកន្លែងមួយដែលដាច់តម្លៃពីគេអញ្ចឹងស្រាប់តែគាត់ដើរទៅគាត់ដើរទៅចូលទៅក្នុងលអាងរបស់ដាវីតដែលពួនហ្នឹងដាវីតគាត់ពួននៅក្នុងលអាងជ្រៅលអាងហ្នឹងវាមាន2ជាន់មានមួយខាងក្នុងហើយមួយទៀតខាងក្រៅអញ្ចឹងគាត់ដើរចូលទៅកាន់អាលអាងទី1ហ្នឹងបន្ទាប់មកគាត់ឃើញមនុស្សកំពុងតែអង្គុយហើយដាវីតគាត់អើតពីក្នុងមកគាត់ឃើញស្ដេចសូលដើរមកហើយស្រាប់តែស្ដេចសូលហ្នឹងកាន់ដាវមកអញ្ចឹងគាត់ភ័យមែនតើគាត់ភ័យហើយស្រាប់តែស្ដេចសូលគាត់តម្លាក់ដាវចុះនៅអាលអាងទី1ហ្នឹងហើយគាត់ដើរទៅក្បែរហ្នឹងអញ្ចឹងដាវីតគាត់ធ្វើមិនអីគាត់លូនមកហើយចាប់យកដាវហ្នឹងហើយស្ដេចសូលឈរបែរខ្នងអញ្ចឹងស្ដេចសូលអត់ដឹងថាគាត់នៅពីក្រោយខ្នងទេអញ្ចឹងស្ដេចសូលចាប់ដាវីតគាត់ចាប់យកដាវហ្នឹងស្រាប់តែស្ដេចសូលបែរមកវិញឃើញដាវីតកាន់ដាវហើយដាវីតថាដាវរបស់ព្រះករុណានៅដៃទូលបង្គំអញ្ចឹងបើទូលបង្គំចង់ធ្វើគុតព្រះករុណាទូលបង្គំអាចធ្វើបានប៉ុន្តែគាត់យល់ដល់ព្រះនាមរបស់ផងព្រះអង្គគាត់មិនបានធ្វើគុតដល់ស្ដេចសូលនោះទេគាត់បែរទៅជាអង្វរស្ដេចសូលឲ្យទុកជីវិតឲ្យគាត់អញ្ចឹងកន្លែងនេះបង្ហាញអំពីសេចក្តីមេត្តាករុណាតិចទៀតយើងនឹងអានទៅដល់បង្ហាញថាទោះបីជាមានមនុស្សធ្វើអាក្រក់ដាក់យើងក៏ដោយទោះបីមានមនុស្សប៉ុនប៉ងនៅក្នុងការធ្វើឲ្យយើងធ្លាក់ចុះក៏ដោយក៏យើងមិនត្រូវយកកំហឹងរបស់យើងទល់ជាមួយនឹងកំហឹងដែរយើងមិនត្រូវយកកំហឹងចងជាមួយនឹងកំហឹងនោះទេយើងត្រូវតែអធិដ្ឋានទៅកាន់ព្រះអង្គហើយបន្តដោះស្រាយជាមួយគេដោយសន្តិវិធីនេះជាគំរូមួយដែលល្អបំផុតអញ្ចឹងនៅពេលដែលស្ដេចសូលគាត់ឃើញដាវីតអត់បានសម្លាប់គាត់ដោយដាវនៅក្នុងដៃគាត់ថាដាវីតមានសេចក្តីស្រឡាញ់អញ្ចឹងស្ដេចសូលបានប្រែចិត្តឈប់សម្លាប់ដាវីតហើយរាប់ដាវីតទុកជាកូនរបស់ស្ដេចសូលវិញឃើញទេអញ្ចឹងកិច្ចការដែលព្រះអង្គបំផ្លាស់បំប្រែពេលខ្លះយើងមិនអត់ដឹងទេយើងអត់ដឹងថាតើជីវិតយើងជួបរឿងអីមែនប៉ុន្តែយើងដឹងថាព្រះអង្គនឹងបំផ្លាស់បំប្រែពីរឿងអាក្រក់ទៅជារឿងល្អច្រើនណាស់ដែលខ្ញុំជួបដែលមីងជួបដែលម៉ាក់យាយជួបប៉ុន្តែពួកយើងជាគ្រីស្ទានពួកយើងដឹងថាមានព្រះមួយជួយយើងឲ្យបានរួចពីទុក្ខកង្វល់ពីបញ្ហាជាច្រើនអញ្ចឹង
សូមយើងបន្តទៅកាន់ខចុងក្រោយថ្ងៃនេះរៀងខ្លីបន្តិចប៉ុន្តែគំរូយ៉ាងល្អដែលយើងរៀនចេញអំពីដាវីតដែលគាត់បានទុកចិត្តទៅកាន់ព្រះអង្គសូមមើលទៅកាន់ខ5និងខ6ខ្ញុំនឹងអានជូនសូមទៀងព្រះយេហូវ៉ាទ្រង់ប្រកបដោយសេចក្តីមេត្តាករុណានិងសេចក្តីសុចរិតព្រះនៃយើងខ្ញុំទ្រង់មានសេចក្តីអាណិតអាសូរព្រះយេហូវ៉ាទ្រង់ជួយទំនប់បំរុងមនុស្សឆោតល្ងង់ឯខ្ញុំក៏បានត្រូវគេបន្ទាបបន្ថោកម្ដងហើយទ្រង់បានជួយសង្គ្រោះខ្ញុំឃើញទេអញ្ចឹងពេលដែលដាវីតគាត់ឡើងក្រុងរាជហើយគាត់សរសេរនៅសេចក្តីនេះនៅក្នុងទំនុកដំកើងចំពុក116ហ្នឹងគាត់ថាគាត់ត្រូវបានគេបន្ទាបបន្ថោគាត់ត្រូវបានគេតាមសម្លាប់ប៉ុន្តែព្រះអង្គជួយសង្គ្រោះគាត់ម្ដងទៀតមិនថាបញ្ហាយ៉ាងណាទេយើងដឹងថាព្រះជួយយើងហើយយើងត្រូវតែបន្តទុកចិត្តព្រះអង្គហើយដាវីតគាត់ត្រូវបានស្ដេចតាមប្រហារពិតមែនប៉ុន្តែគាត់មានមិត្តភក្តិគាត់មួយហើយជាបុត្រារបស់ស្ដេចនឹងទៀតឈ្មោះយូណាថានអញ្ចឹងយូណាថានគាត់ស្រឡាញ់ដាវីតដូចជាបងប្អូនអញ្ចឹងព្រោះគាត់ដឹងថាដាវីតមកពីគ្រួសារក្រីក្រដាវីតជាអ្នកខ្វៀលជាអញ្ចឹងគាត់អត់មានអីទេប៉ុន្តែដោយការដែលគាត់យកឈ្នះកូលីយ៉ាតជាជ័យជំនះដែលព្រះអង្គម្ចាស់ទុកឲ្យគាត់នោះចំណងជើងយើងនៅមានជ័យជំនះដែលព្រះអង្គប្រទានឲ្យដាវីតដោយសារព្រះគុណរបស់ព្រះអង្គអញ្ចឹងដាវីតបានយកឈ្នះដាវីតបានរួចខ្លួនដាវីតចុងក្រោយបានក្លាយជាស្ដេចអញ្ចឹងចំណែកយើងទាំងអស់គ្នាមិនថាការលំបាកនៅក្នុងជីវិតមិនថាការសិក្សាយើងត្រូវបានមកដល់ពេលដែលត្រូវប្រឡងដូចជាប្រហែលខែទៅមុខទៀតយើងដល់ឆមាសទី2នៅសាលាអញ្ចឹងយើងពិបាកចិត្តថាពេលប្រឡងយើងត្រូវធ្វើម៉េចពេលរៀនយើងត្រូវធ្វើម៉េចយើងត្រូវអធិដ្ឋានទៅកាន់ព្រះអង្គហើយត្រូវចាំថាព្រះអង្គទំនុកបំរុងយើងមិនថាយើងនៅក្នុងកលៈទេសៈបែបណាក៏ដោយមិនថាយើងជាមនុស្សបែបណាទេព្រះអង្គនៅតែអាណិតអាសូរចំពោះយើងចាំថាព្រះអង្គជាព្រះនៃសេចក្តីមេត្តាករុណាអញ្ចឹងយើងជឿទៅកាន់ព្រះអង្គជាព្រះនៃនគរឋានសួគ៌យើងអត់ត្រូវការធ្វើអ្វីដែលមានន័យថាត្រូវរកជំនួយពីណាទៀតនោះទេគឺយើងត្រូវទុកចិត្តព្រះអង្គ 100% យើងត្រូវតែដឹងថាព្រះអង្គជួយយើងអ្វីផ្សេងមួយទៀតដែលខ្ញុំចង់លើកឡើងពីចំណុចនេះដែរពេលខ្លះយើងចង់អំពាវនាវទៅកាន់ព្រះអង្គប៉ុន្តែយើងមិនហ៊ានយើងនិយាយមិនចេញខ្ញុំចង់លើកទឹកចិត្តដល់បងប្អូននៅទីនេះថាកុំខ្លាចនៅក្នុងការអំពាវនាវទៅកាន់ព្រះអង្គពេលខ្លះយើងអត់ចេះអធិដ្ឋានច្រើនទេយើងចេះតែមួយម៉ាត់ពីរម៉ាត់នៅក្នុងការទូលទៅកាន់ព្រះអង្គតែយើងនិយាយអីក៏បាននៅក្នុងការដែលទូលទៅកាន់ព្រះអង្គមិនដែលបំភ្លេចនៅសេចក្តីទាំងអស់នោះទេព្រះអង្គផ្ទៀងប្រកាសស្ដាប់សូមមើលនៅក្នុងខ2មិញថាព្រះអង្គផ្ទៀងប្រកាសស្ដាប់អញ្ចឹងលើកទឹកចិត្តខ្លីក៏ដោយវែងក៏ដោយបញ្ហាអីក៏ដោយទូលទៅកាន់ព្រះអង្គមិនថាការយើងរៀនសូត្រមិនថាការដែលយើងរស់នៅនោះទេហើយកុំអស់សង្ឃឹមព្រះអង្គសង្គ្រោះយើងអញ្ចឹងបានខ្ញុំតែងតែលើកទឹកចិត្តថាឲ្យយើងបានសម្រេចចិត្តនៅក្នុងការចូលមកកាន់ប្រវត្តិមានរបស់ព្រះអង្គតាមរយៈការទទួលជឿដោយច្បាស់លាស់ដែលចេញពីចិត្តតាមរយៈការផ្លាស់ប្រែចិត្តខ្លាចជាគ្រីស្ទៀនយើងមិនមែនត្រឹមតែជឿហើយចប់នោះទេយើងត្រូវតែផ្លាស់ប្រែចិត្តរបស់យើងហើយត្រឡប់មកខ្លាចជាកូនរបស់ព្រះអង្គនោះយើងនឹងកាន់តែជិតស្និទ្ធជាមួយនឹងព្រះអង្គពីមុនយើងជាអ្នកបម្រើរបស់ផងលោកីយើងមានជំងឺរួមរិទ្ធយើងមានស្ថានភាពដែលមិនល្អប្រសើរយើងត្រូវបានជាប់ចំណងនៃសត្វតាំងប៉ុន្តែអរគុណព្រះអង្គបានជ្រើសរើសព្រះអង្គបាននាំបងប្អូនឲ្យមកស្គាល់នៅទីនេះឲ្យមករៀនឲ្យបានមកស្ដាប់នៅព្រះបន្ទូលរបស់ព្រះអង្គអំពីគំរូជាច្រើនដែលយើងបានរៀនជាមួយគ្នាចាំថាព្រះអង្គសង្គ្រោះយើងហើយចូលមកកាន់ព្រះអង្គកាន់តែចិត្តយើងកាន់តែមានសេចក្តីសុខសាន្តហើយត្រូវដឹងថាទោះបីយើងស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយព្រះអង្គមិនដែលបោះបង់យើងចោលនោះទេអរគុណថ្ងៃនេះមានខ្លីបន្តិចនៅក្នុងថ្ងៃនេះប៉ុន្តែខ្ញុំសង្ឃឹមថានេះជាការលើកទឹកចិត្តទៅកាន់បងប្អូនទាំងអស់គ្នាហើយក៏ដូចជាមីងទាំងម៉ាក់ទាំងប៉ាដែរយើងជាគ្រីស្ទៀនតែយើងត្រូវការលើកទឹកចិត្តហើយត្រូវការដឹងថាព្រះអង្គអាណិតអាសូរចំពោះយើងទោះបីយើងប្រឈមមុខជាមួយនឹងបញ្ហាអីក៏ដោយសូមអរគុណសូមព្រះប្រទានពរ